គ្រប់ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំកំពុងតែចូលក្នុងវិឡាមួយដែលជាវិឡាទំនើបហើយស្អាតមែនទែនដូចបងប្អូនបានឃើញនេះជាទីធ្លាធំខាងមុខផ្ទះរបស់វិឡានេះគឺសាងសង់ឡើងគឺភ្ជាប់ជាមួយនឹងស្ថាបត្យកម្មទំនើបហើយបូករួមជាមួយនឹងធម្មជាតិបៃតងល្អមែនទែនហើយថ្ងៃនេះយើងមកមើលវីដេអូថាតើខាងក្នុងវិឡានេះគឺមានអីខ្លះតោះយើងទៅក្នុងហេបងប្អូនអរគ្នានេះគឺជាខាងមុខផ្ទះនៃវិឡាផ្ទាល់តែម្ដងគឺខាងដីខាងមុខនេះគឺធំល្អមែនតើគាត់តែផ្លូវចូលមកហ្នឹងគឺខ្ទង់ចូល50ម៉ែត្របាត់ហើយអញ្ចឹងវិឡានេះគឺអ្នកសាងសង់គឺគាត់បានគិតគូរមែនតើទៅលើការរស់នៅជាមួយនឹងទំហំនៃផ្ទះអូខេអញ្ចឹងឥឡូវយើងមើលខាងក្នុងបងប្អូនគ្នាឥឡូវនេះខ្ញុំចូលដល់ក្នុងផ្ទះហើយនេះជាដំណាក់កាលទី1នៃផ្ទះទីដូចបងប្អូនឃើញហ្នឹងគឺធំទូលាយមែនតើគឺចូលមកគឺខ្ញុំមានអារម្មណ៍ថាវ៉ាវហ្មងគឺការសាងសង់នេះគឺផ្ដោតសំខាន់ទៅលើទំហំនៃការរស់នៅគឺអត់ជាអៀតទេចូលមកគឺមានអារម្មណ៍ថាដូចយើងនៅតាមរីសតនៅតាមកន្លែងកំសាន្តផ្សេងៗចឹងគឺយើងឃើញស្ពេសកន្លែងនេះចឹងគឺធំហើយមានខ្យល់ចិញ្ចោមានពលិចិញ្ចោគ្រប់គ្រាន់មែនតើហើយវិឡានេះទៀតសោតគឺសាងសង់ដោយស្ថាបត្យករអ៊ីតាលីហើយគាត់បានសិក្សាម៉ត់ចត់មែនទែនទៅលើការរស់នៅហើយនឹងធម្មជាតិដូចបងប្អូនបានឃើញស្រាប់ហើយគឺថាយើងឃើញឧបករណ៍ឬក៏ material ភាសាអង់គ្លេសគឺសាងសង់ដោយមានគុណភាពខ្ពស់មែនទែនគឺគាត់គិតម៉ត់ចត់ទៅលើគុណភាពហើយនឹងរូបរាងនៃផ្ទះទាំងមូលបងប្អូនទាំងនេះក្រៅពីការរចនានិងគុណភាពនៃសំណង់ផ្ទះនេះផ្ទាល់ម្ចាស់ផ្ទះគាត់បានគិតគូរម៉ត់ចត់មែនទែនសម្រាប់ទៅលើការរស់នៅបើនិយាយងាយយល់ថាផ្ទះនេះគឺមានមួយកំប្លែបងប្អូនទាំងនេះដូចបងប្អូនបានឃើញខាងក្រោយនេះគឺជាអាងទឹកធំមួយសម្រាប់ការហែលកំសាន្តហើយមានចាកូស៊ីខាងនេះទៀតហើយបើនៅខាងលើនោះវិញគឺមានទាំងបន្ទប់ហាត់ប្រាណបណ្ណាល័យបន្ទប់ធ្វើការបន្ទប់គេងមានលើសពី5ហើយបន្ទប់ទឹកច្រើនហើយបើយើងនិយាយងាយយល់គឺថាយើងអាចកំសាន្តបានសឹងតែគ្រប់កន្លែងដូចបងប្អូនឃើញគឺខាងនេះគឺមានកន្លែងញ៉ាំបាយខាងលើនោះគឺមានកន្លែងសម្រាប់ជីវេរ៉ង់ដាសម្រាប់អង្គុយកំសាន្តញ៉ាំតែផ្សេងៗហ្នឹងទៅអញ្ចឹងម្ចាស់ផ្ទះគឺគាត់សាងសង់ដោយចេញពីបេះដូងផ្ទាល់ឲ្យគាត់ស្រឡាញ់ក្នុងការរស់នៅបែបគេហៅថាទំនើបជាមួយនឹងធម្មជាតិដូចមិនជំរាបឡើងពីការដើមវីដេអូអញ្ចឹងខ្ញុំនៅតែសរសើរនិងស្រឡាញ់នៃការរចនាផ្ទះនេះផ្ទាល់បងប្អូនអរគ្នាបើនិយាយពីការដើរចូលមកផ្ទះវិញទាំងខាងមុខខាងក្រោយខាងឆ្វេងខាងស្ដាំគឺងាយស្រួលនឹងការធ្វើដំណើរមែនទែនហើយការធ្វើដំណើរនេះគឺមានផ្សេងៗគ្នាទៅធ្វើឲ្យយើងអត់មានអារម្មណ៍ច្រំដែរហើយដូចបងបានឃើញនៅខាងលើគឺជាជាន់ទី1នៃផ្ទះអញ្ចឹងបន្ទប់គេងបន្ទប់ផ្សេងៗគឺចូលមកគឺមានខ្យល់អាកាសល្អពលឺពេញលេញហ្មងអញ្ចឹងរស់នៅយើងមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាហើយបើសិនយើងនិយាយពីធម្មជាតិវិញនៅក្នុងវិឡានេះផ្ទាល់ម្ចាស់ផ្ទះគឺគាត់ដាំដើមឈើគ្រប់ប្រភេទទាំងផ្លែឈើហូបផ្លែទាំងផ្លែឈើជាលក្ខណៈលម្អដើមឈើជាអ្នកលម្អដើមឈើដែលផ្ដល់នៅគុណភាពសម្រស់អីគឺមានមកចប់នៅក្នុងផ្ទះនេះអញ្ចឹងបងប្អូនស្រឡាញ់ធម្មជាតិ100%បងប្អូនប្រកាសជាស្រឡាញ់វិឡាមួយនេះហើយនេះគឺជាបន្ទប់គេងហើយមានបន្ទប់បណ្ណាល័យបន្ទប់ជីមអីផ្សេងៗទាំងអស់ដោយសារតែសប្តាហ៍ថ្ងៃនេះម្ចាស់ផ្ទះក៏រស់នៅផ្ទាល់អញ្ចឹងខ្ញុំអនុញ្ញាតសូមអត់ចូលទៅដោយសារតែយើងចង់ឲ្យមានឯកជនភាពរបស់គាត់ហើយខាងនេះក៏មានផ្លូវដើរខាងនោះដែរយើងមើលខាងនេះគ្នាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ជាមួយវិឡាដ៏ល្អមួយនេះបងប្អូនអាចទៅreal-estate.com បានដោយសារតែម្ចាស់ផ្ទះឥឡូវគឺគាត់បើកទាំងការដាក់ជួលនិងការដាក់លក់អញ្ចឹងតាក់ទងមកពួកយើងនឹងជួយប្រឹក្សាបន្ថែមទៅលើតម្លៃហើយនិងព័ត៌មានផ្សេងៗទាំងអស់